ថ្ងៃមិញហ្នឹងមីងក៏ទេហៅប្រាប់ថាមកធ្វើត្រីមកពួកអីឥឡូវនេះស្រះបូមរីងហើយត្រីរបស់យើងក៏មកដល់លើគោកដែរហើយគេនាំគ្នាធ្វើបដាបដាហើយអត់មានអ្នកណាជួយអ្នកណាទេអ្នកណាធ្វើបានត្រីប៉ុណ្ណាយកប៉ុណ្ណឹងទៅអញ្ចឹងហើយម្នាក់និយាយពីខំប្រឹងណាខំប្រឹងធ្វើរៀងខ្លួនដាក់លក្ខខណ្ឌនឹងមួយគឺចំណេញច្រើនមែនទែនតែម្ដងត្រីយកមកចាក់ព្រូគឺនាំគ្នាធ្វើឲ្យអស់ឡើងស្អាតតែម្ដងសឹងថាមិនចង់ថតវីដេអូទៀតព្រោះខ្លាចធ្វើត្រីចាញ់គេប្រុសមានតួនាទីក្នុងការចោះចាប់ក៏ដូចជាបងត្រីដើម្បីឲ្យស្រីធ្វើដាក់លក្ខខណ្ឌនឹងមួយដូចខ្ញុំបញ្ជាក់អញ្ចឹងថាចំណេញខ្លាំងមែនទែនពីមុនណាម្នាក់អត់សូវប្រឹងទេធ្វើម៉ូម៉ូអីប៉ុន្តែតាំងពីដាក់លក្ខខណ្ឌនឹងមកនិយាយពីម្នាក់ចង់ឈ្នះនិយាយពីប្រឹងធ្វើឲ្យប្រឹងទាំងខ្ញុំទាំងគេអីគឺប្រឹងធ្វើមែនទែនតែម្ដងធ្វើម៉េចឲ្យបានត្រីច្រើនបូមទឹកថ្ងៃនេះមិនមែនមានគោលបំណងតែមួយចាប់ត្រីទេប៉ុន្តែគោលបំណងធំរបស់យើងគឺដើម្បីស្ដារស្រះរបស់យើងដោយសារតែនៅតំបន់របស់ខ្ញុំនេះគឺយើងដាំដំណាំខូបប្រាំងខូបភាសាតែម្ដងមានខ្ទឹមនិងបន្លែផ្សេងទៀតអញ្ចឹងហើយការប្រើប្រាស់ទឹកគឺសំខាន់ណាស់ហើយបើសិនជាដងក៏ឬក៏ស្រះរបស់យើងចាប់ផ្ដើមរាក់អញ្ចឹងគឺយើងត្រូវស្ដារវាឡើងវិញដើម្បីឲ្យចាទឹកដែលយើងស្តុកហ្នឹងគឺបានប្រើប្រាស់ខូបប្រាំងខូបភាសាសម្រាប់ការដាំដុះតែម្ដងហើយឥឡូវនេះយើងឃើញថាទឹកដែលយើងបូមហ្នឹងគឺចាប់ផ្ដើមស្រកបដាហើយពូរបស់ខ្ញុំចាគឺគាត់បង់ត្រៀបនៅខាងក្រោមតែម្ដងដើម្បីនឹងចាប់យកត្រីដែលធំត្រីដែលយើងចាប់បានហ្នឹងឆ្នាំនេះគឺអត់សូវច្រើនប្រហែលទេដោយសារតែប្រហែលមួយរយៈមុនហ្នឹងយើងទៅបូមស្រះហើយឆ្នាំនេះអត់មានទឹកជន់ចូលទៀតអញ្ចឹងហើយត្រីនេះគឺវាអត់សូវសម្បូរទេប៉ុន្តែយ៉ាងណាក៏ដោយគឺយើងទទួលបានខ្លះដែរហើយបងអូនខ្ញុំនេះក៏ចាប់ត្រីធ្វើម្ហូបផ្អើលផងអីផងនឹងឯងត្រីដែលយើងចាប់បានហ្នឹងគឺយើងយកវាទៅដុតហើយបន្ទាប់មកទៀតយើងញ៉ាំជាមួយនឹងទឹកជ្រលក់មិនយូរប្រហែលទេបងប្អូនអរគ្នាអើយចាមេឃហ្នឹងក៏ចាប់ផ្ដើមភ្លៀងខ្លាំងមែនទែនតែម្ដងថ្ងៃហ្នឹងគឺភ្លៀងនឹងថ្កល់ហើយគឺខ្លាំងរយៈពេលប្រហែលជាង1ម៉ោងហើយពេលឥឡូវហ្នឹងកំពុងតែបារម្ភចាអូយនឹងទៅពេញស្រះវិញហើយចាអញ្ចឹងក្តីបារម្ភរបស់យើងគឺដោយការគិតមែនគឺទឹកចាប់ផ្ដើមពេញស្រះវិញដដែលទេហើយមិនត្រឹមតែពេញស្រះឯនេះលិចខ្ទឹមបដាប៉ុន្តែអត់អីយើងមានមុខទឹកសម្រាប់ឲ្យវាហូរហ្នឹងមិនហូរទៅណាហូរទៅស្រះដែលយើងកំពុងតែបូមទឹកចេញនឹងឯងអញ្ចឹងមានន័យថាថ្ងៃនេះការបូមស្រះរបស់យើងគឺបរាជ័យឯបានតែត្រីឯប៉ុន្តែឥឡូវទឹកហូរពេញវិញដដែលភ្លៀងខ្លាំងពេកឯងខ្ញុំមកផ្ទះអត់រួចទេជាប់ភ្លៀងនៅចំការនឹងរយៈពេលជាង1ម៉ោងតែម្ដងឥឡូវនេះបន្ទាប់ពីភ្លៀងបានរាំងហើយខ្ញុំក៏ចាប់ផ្ដើមចាធ្វើមិនទៅផ្ទះវិញហើយព្រោះអីចាំមេឃរឿងល្ងឹតដែរហើយមកដល់ផ្ទះភ្លៀងមកខកចិត្តខ្លាំងហើយដោយសារមេឃភ្លៀងសារនេះគឺមកជាមួយនឹងខ្យល់ខ្លាំងមែនទែនដែលធ្វើឲ្យដំណាំរបស់ខ្ញុំនឹងគឺចាប់ផ្ដើមត្រេតឯម្រះវិញបាក់ត្រើងបដាហើយទន្ទឹមទៅនឹងម្រះរបស់យើងចេញផ្លែឥឡូវត្រើងបាក់នេះចាំមើលស្អែកឡើងនឹងដោះស្រាយមិនអីកលេចមកខាងផ្ការបស់យើងវិញក៏ចាប់ផ្ដើមបាក់ដូចគ្នាដែរដើមត្រែអីដែលល្អទាំងប្រហែលហ្នឹងត្រូវបានខ្យល់ចាធ្វើស៊ីបាក់អស់ហើយបងប្អូនអើយចាំមើលស្អែកឡើងនឹងធ្វើអីទុកអីនេះសត្វយំទៅហឹងអឹងកងយប់នេះអ្នកឆ្លោះសបាយហើយភ្លៀងធំ